ក្រៅប៊ូស្ត្រនសង្គ្រាមថ្ងៃទី2នោះប៉ោយប៉ែតសំបីក្រុមមុំកំឡោះចន្ទថៃឡាវលន់មាត់ថាសបាយហើយថាសម្បូរសុទ្ធតែស្រីស្អាតខណៈវត្តមានបរិសង្ហាសេចដុំកងស្ទេបនិងស្រីស្អាត SK ធ្វើឲ្យមនុស្សម្នាសម្រុកទៅកកកុញឌិចទឹកបាក់ទំនប់កាលពីម្សិលមិញនេះជាថ្ងៃទី2នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងរីឯនៅក្រុងប៉ោយប៉ែតបើនិយាយពីប៊ូស្ត្រនសង្គ្រាមវិញគេឃើញមនុស្សម្នាសម្រុកទៅលេងកកកុញឌិចទឹកបាក់ទំនប់ព្រោះតែប៊ូស្ត្រនរៀបចំឡានបាញ់ទឹកជាច្រើនគ្រឿងលេងយ៉ាងត្រជាក់ចិត្តនិងសប្បាយរីករាយរកអ្វីថ្លែងពុំបានលើពីនេះប៊ូស្ត្រងលេងដៃធ្ងន់រៀបចំប្រគំតន្ត្រីហើយយកសុទ្ធតែតារាល្បីៗជាច្រើនដួងមានដូចជាឈុនរតនាលឹមតិចមេងបរិសង្ហាសេចដុំកងស្ទេបស្រីស្អាតរៀងស្រឡូនសៃសខ្ចីដោយបណ្ដោយជ័យ SK និងតារាល្បីៗជាច្រើនដួងទៀតដើម្បីអង្រួនដួងចិត្ត fan អ្វីដែលកាន់តែពិសេសគ្រាន់តែឃើញវត្តមានស្ទេបនិងស្រីស្អាតដូចទេពអប្សរ SK ឡើងលើឆាកប៊ូស្ត្រង fan ហូកញ្ជ្រៀវឡើងកងរំពងងាកមកពុកម៉ែបងប្អូនបង្ហាញអារម្មណ៍រីករាយត្រេកអរខ្លាំងឥតឧបមាហើយលន់មាត់ថាចូលឆ្នាំនៅទឹកដីជីដែនដល់ស៊ីវិល័យក្រុងប៉ោយប៉ែតរបស់យើងសប្បាយខ្លាំងតាក់ចិត្តអស់ភ្ញៀវជាតិនិងអន្តរជាតិហើយដូច្នេះសូមពុកម៉ែបងប្អូនជួយ share ឲ្យក្រៅដើម្បីឲ្យបរទេសឃើញថាខ្មែរយើងសប្បាយតាក់ចិត្តតាក់បេះដូងហើយមកលេងនៅខ្មែរគឺមិនខុសអំណងឡើយហើយជាពិសេសដើម្បីជួយទៅដល់ពុកម៉ែបងប្អូនខ្មែរយើងអ្នករកស៊ីជួញដូរផ្សេងៗបានចំណូលកាន់តែច្រើនពីភ្ញៀវជាតិនិងអន្តរជាតិសបាយបងសបាយអត់ជួយគ្នាហ្មងអូនអ្នកនៅប៉ោយប៉ែតនោះខ្ញុំអ្នកនៅបាត់ដំបងតែធ្វើការនៅប៉ោយប៉ែតបងចាអូហេតុអ្វីបានសម្រេចចិត្តមកលេងសង្គ្រាមទូស្រោនៅប៉ោយប៉ែតនេះគឺជាលើកទី1សម្រាប់ចង់ហ្វេនហ្មងនេះអូហ្វេនណាគេអ្នកបងនេះគាត់ឈរដល់ចាបាទតែស្ទេបមែនលេងជាមួយតារាជំនាញស្ទេបគាត់ចាជួយគាត់ពលមែនពិសេសមែនតែចាសប្បាយចិត្តអត់តែពូស្រងរៀបចំព្រឹត្តិការណ៍សង្គ្រាមនេះឡើងហើយយកមកសិតតារាល្បីអាយដលចិត្តអូ